កីឡាករ De Bruyne នឹងចាកចេញពីក្លឹប Manchester City នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងបញ្ចប់ក្នុងរដូវកាលនេះបើយោងទៅតាមការចេញផ្សាយរបស់ The Times បានឲ្យដឹងថាក្លឹប Napoli ចាប់អារម្មណ៍លើកិច្ចព្រមព្រៀងជាមួយគាត់ក្តីសង្ឃឹមក្នុងការលើកពាន Serie A របស់ក្រុមលោក Antonio Conte បានបញ្ជាក់អំពីការចាប់អារម្មណ៍ក្នុងការផ្ទេរយកកីឡាករវ័យ33ឆ្នាំដែលជាកីឡាករកំពូលម្នាក់នៅក្នុងតំបន់អឺរ៉ុបទោះជាយ៉ាងណាក៏ដោយ Napoli មិនមែនជាក្រុមតែមួយគត់ទេដែលពីចិនណាផ្លាស់ប្ដូរសម្រាប់កីឡាករម្ចាស់ជើងឯក Premier League ចំនួន6សម័យកាលនោះក្លឹប Liverpool ក៏ត្រូវបានបញ្ជាក់ថាបានបង្កើតវិធីដ៏គួរឲ្យភ្ញាក់ផ្អើលមួយតែនឹងរក្សាកីឡាករ De Bruyne នៅក្នុងប្រទេសអង់គ្លេសខណៈដែលក្រុម Chicago Fire របស់ Major League Soccer ក៏កំពុងដំណើរការដែរប្រសិនបើ De Bruyne ជ្រើសរើសយកការប្រកួតប្រជែងថ្មីកីឡាករ De Bruyne បានបញ្ជាក់នៅដើមខែមេសាថាគាត់នឹងមិននៅក្នុងកីឡដ្ឋាន Etihad លើសពីយុទ្ធនាការបច្ចុប្បន្ននោះទេគាត់ទុកខ្លួនគាត់ជាខ្សែបម្រើដ៏ឆ្នើមម្នាក់នៅក្នុងប្រវត្តិសាស្ត្រ Premier League ដែលសិតបញ្ចូលទីបាន72គ្រាប់រួមជាមួយនឹងការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន119ដងអ្នកចាំទីដូម៉ារ៉ូម៉ានៅសល់រយៈពេល1ឆ្នាំទៀតលើកិច្ចព្រមព្រៀងរបស់គាត់ជាមួយនឹងម្ចាស់ជើងឯក League One ដែលធ្វើឲ្យមានភាពមិនច្បាស់លាស់អំពីអនាគតរបស់គាត់ក្លឹប Inter និង Juventus ចង់ចុះហត្ថលេខាលើរូបគេប៉ុន្តែត្រូវប្រជែងជាមួយនឹងក្លឹប Man City ដែលអាចយកឈ្នះពួកគេដោយសារតែកត្តាហិរញ្ញវត្ថុយោងទៅតាមការចេញផ្សាយរបស់ Alfredo Pedola បានឲ្យដឹងថាក្លឹប Inter សុខចិត្តផ្ដល់ប្រាក់ឈ្នួល9លានអឺរ៉ូសម្រាប់ Donnarumma រួមទាំងប្រាក់រង្វាន់ផ្សេងទៀតដែរនៅក្នុងចុងបញ្ចប់នៃរដូវកាលក្រោយទន្ទឹមនឹងនោះដែរ Juventus រីករាយនឹងចំណាយតិចតួចដើម្បីចុះហត្ថលេខាលើអ្នកចាំទីរូបនេះនៅរដូវក្តៅនេះអ្នកចាំទី Donnarumma គឺជាតារាឆ្នើមដែលបានជួយឲ្យក្លឹប PSG យកឈ្នះលើ Arsenal នៅវគ្គពាក់កណ្ដាល Report Champions League ពេលវេលារបស់គាត់នៅ PSG មិនមានភាពរលូននោះទេហើយការវិលត្រឡប់ទៅកាន់ Serie A អាចជាជម្រើសមួយរបស់គាត់យោងទៅតាមការចេញផ្សាយរបស់ Football Italia បានឲ្យដឹងថាក្លឹប Man City មិនត្រូវបានចាន់ចោលអំពីការប្រកួតប្រជែងជាមួយគ្នានោះទេសិនបើពួកគេសម្រេចចិត្តលក់កីឡាករ Ederson នៅក្នុងរដូវកាលនេះក្លឹប Bayern Munich ក៏មានចំណាប់អារម្មណ៍លើរូបគាត់ផងដែរនេះបើយោងទៅតាមការចេញផ្សាយរបស់លោក Romano បានឲ្យដឹងថាក្លឹប Juventus បានបញ្ជាក់អំពីកាតព្វកិច្ចរបស់ពួកគេក្នុងការទិញផ្ដាច់នៅក្នុងលក្ខខណ្ឌខ្ចីជើងតែមានន័យថាខ្សែការពារបានចាក់ចេញពី Newcastle ជាផ្លូវការទៅកាន់ក្លឹប Serie A ក្លឹបយក្សនៅក្របខ័ណ្ឌ Serie A នឹងចំណាយទឹកប្រាក់ចំនួន 17.5 លានអឺរ៉ូបូកនឹងប្រាក់បន្ថែមសម្រាប់ការផ្ទេរយកកីឡាករ Kelly ដែលបានបង្ហាញខ្លួនចំនួន13លើកសម្រាប់ក្រុម Juventus ចាត់តាំងពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីជើងនៅក្នុងខែមករាកីឡាករ Kelly ទើបតែបានចុះហត្ថលេខាជាមួយនឹង Newcastle កាលពីរដូវក្តៅមុនពេលដែលកិច្ចសន្យាជាមួយក្លឹប Bournemouth របស់គាត់ផុតកំណត់ប៉ុន្តែគាត់បានតស៊ូសម្រាប់ពេលវេលាលេងនៅ St James Park គាត់បានបង្ហាញខ្លួន14លើកសម្រាប់ក្លឹប Newcastle ហើយពេលនេះគាត់នឹងវិលត្រឡប់ទៅកាន់ក្លឹបនៅអង់គ្លេសវិញក្លឹប Juventus ឈរលេខទី4នៅក្របខ័ណ្ឌ Serie A ខណៈការប្រកួតនៅសល់3ប្រកួតទៀតកីឡាករ Kelly សង្ឃឹមថានឹងបង្ហាញទម្រង់លេងបានល្អដើម្បីជួយក្រុមក្នុងការទទួលបានកៅអីសម្រាប់ការប្រកួត Champions League នៅក្នុងរដូវកាលក្រោយ។